โดยសារតែថៃមកដល់ម៉ោងនេះគឺសម្ងោចក្នុងខោឥឡូវនេះគឺមិនមែនសម្ងោចដាក់អង្ក្រងផងដាក់អាម៉ាល់ផងផែនមិនដឹងទេនៅក្នុងខោហ្នឹងគឺថាលែងនៅស្ងៀមហើយព្រោះអីគឺឲ្យអសានវត្តដល់ប្រទេសកម្ពុជា2ចំណុចហើយ2ចំណុចដ៏គ្រោះថ្នាក់បំផុតដែរទី1ទុកឲ្យកម្ពុជាដល់ថ្ងៃទី7បានន័យថាម៉េចថ្ងៃនេះថ្ងៃ5ហើយហ្នឹងថ្ងៃ7ហ្នឹងគឺខាងយោធាថៃត្រូវឲ្យកម្ពុជាផ្ដល់ផែនការលម្អិតទៅខ្លួនរឿងជំលះប្រជាប្រដ្ឋចេញពីភូមិនងច័ន្ទហើយនឹងភូមិជោគជ័យហើយនឹងតំបន់3ទៀតនៅតំបន់ក្បែរៗហ្នឹងឲ្យខាងតែបានដើម្បីជាធ្នូនឹងការដែលជួបប្រជុំកិច្ចគណៈកម្មការកិច្ចការព្រំដែនភូមិភាគយុទ្ធភូមិភាគនោះRGB RBC នោះព្រោះអីលើកពេលច្រើនដងហើយថៃគេថាលើកពេលទៀតបើអត់មានផែនការលម្អិតនៃការជំលះប្រជាពលរដ្ឋខ្មែរពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យទេត្រឹមថ្ងៃ7ហ្នឹងបើអត់ដាក់ផែនការលម្អិតហ្នឹងថៃគឺគេគិតថានឹងលើកអាកិច្ចប្រជុំនឹងទៀតព្រោះអីអត់អាចនឹងប្រជុំកើតទេបើខ្មែរអត់ទាន់មានផែនការជំលះប្រជាពលរដ្ឋចេញពីដីខ្មែរបាទខ្ញុំនិយាយថាដីខ្មែរចុះព្រោះអីថៃគេនិយាយថាដីថៃទេតែយើងច្បាស់រឿងដីខ្មែរដែរចឹងយើងទៅឲ្យយើងចលះចេញពីភូមិឋានរបស់យើងបងប្អូនតើវាឈឺចាប់ប៉ុណ្ណាមិនតែប៉ុណ្ណឹងអាថ្ងៃ10នេះថ្ងៃ10ខែតុលានេះគឺជាអសានវត្តមួយទៀតសានវត្តអីគេគឺគេដល់ពេលដែលគេត្រូវអនុវត្តច្បាប់អាជ្ញាសឹកគេនៅក្នុងការជំលះប្រជាពលរដ្ឋដោយបង្ខំបានន័យថាគេទុកពេលឲ្យយើងដាក់ផែនការដាក់អីជំលះប៉ុន្តែបើយើងអត់គឺគេនឹងយកកងកម្លាំងមកចាត់ជំរុញឬក៏អាចប្រឈមមុខគ្នាអាថ្ងៃ10ហ្នឹងហើយដែលជាថ្ងៃដែលកំពុងតែបារម្ភនៃអំពើហិង្សាឲ្យខ្ញុំនឹងបញ្យល់អំពីថាថ្ងៃ10ហ្នឹងថ្ងៃអីហើយប្រជាពលរដ្ឋខ្មែរនឹងរងទុក្ខភ័យយ៉ាងម៉េចហើយជួបបញ្ហាយ៉ាងម៉េចប៉ុន្តែឥឡូវខ្ញុំបកស្រាយអំពីរឿងបញ្ហាថៃដាក់លក្ខខណ្ឌឲ្យរើភូមិនងច័ន្ទសន្ទុះភូមិជោគជ័យនិងភូមិព្រៃច័ន្ទនេះសិនថ្ងៃនេះគឺយើងឃើញសេចក្តីថ្លែងការណ៍របស់ខាងនគរបាលយុទ្ធភូមិភាគទី5របស់យើងដែរគឺខាងយោធាជើងគោកដែលឆ្លើយតបទៅខាងភាគីថៃវិញខ្ញុំនឹងអានសេចក្តីថ្លែងការណ៍របស់គាត់លម្អិតបន្តិចដើម្បីឲ្យបងប្អូនជ្រាបថាតើខាងកម្ពុជាប្រាប់ទៅថៃយ៉ាងម៉េចពីរឿងភូមិព្រៃច័ន្ទនិងភូមិនងច័ន្ទនេះបើតាមអ្វីដែលខាងភាគីកម្ពុជាអះអាងគឺស្នើទៅប្រាប់ភាគីថៃថាបានទទួលអ្វីដែលជាសំណូមពរឬក៏សំណើរបស់ខាងភាគីថៃហើយទទួលនៅក្នុងន័យថាឮហើយអ្វីដែលថៃចង់ឲ្យមានផែនការលម្អិតជាធ្នូនៅក្នុងការដែលបន្តកិច្ចប្រជុំរបស់យុទ្ធភូមិភាគថៃខ្មែរនឹងតទៅទៀតនោះគឺតាក់ទងនឹងផែនការជំលះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យក៏ប៉ុន្តែតំណាងឲ្យយុទ្ធភូមិភាគទី5ឬក៏កងទ័ពជើងគោកខ្មែរគឺក៏បានប្រាប់ទៅភាគីថៃវិញដែរថាបញ្ហាភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺមានភាពស្មុគស្មាញច្រើនព្រោះអីខាងកម្ពុជានៅតែអះអាងដដែលថាកុំសំបីតែភាគីថៃហ្នឹងដោយសារតែមើលលទ្ធភាពជាក់ស្ដែងនៅទីតាំងភូមិសាស្ត្រហ្នឹងក៏ឃើញថាប្រជាពលរដ្ឋថៃមួយចំនួនហ្នឹងក៏តាំងទីលំនៅអាស្រ័យផលនៅលើដីខ្មែរដែរចង់និយាយថាបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ខាងណែយោធាជើងគោករបស់យើងនៅភូមិភាគ5ហ្នឹងគឺបានន័យថាថៃក៏ជ្រៀតចូលដីខ្មែរដែរនឹងរស់នៅអាស្រ័យផលដែរអញ្ចឹងបានន័យថាម៉េចបានន័យថាបើសិនជាថៃចោទថាខ្មែរនៅលើដីថៃថៃក៏នៅលើដីខ្មែរអញ្ចឹងបើសិនជាឲ្យមានផែនការជំលះខ្មែរចុះផែនការថៃជំលះថៃនោះយ៉ាងម៉េចទៅវិញដូច្នេះរឿងនេះគឺជាការឆ្លើយតបរបស់ខាងយោធាជើងគោករបស់កម្ពុជានេះគឺគាត់ប្រាប់ថារឿងស្មុគស្មាញបែបនេះគឺគួរទុកឲ្យគណៈកម្មាធិការព្រំដែនចម្រុះខ្មែរថៃ JBC ជាអ្នកសម្រេចទៅវិញចោះព្រោះអីវាមានសមត្ថកិច្ចប្រសើរជាងឲ្យអាជ្ញាធរខេត្តឬក៏អាជ្ញាធរយោធាដែលគ្មានសមត្ថកិច្ចនៅក្នុងការដែលនិយាយអំពីផែនការជំលះផែនការអីហ្នឹងទេព្រោះអីក្រោយកិច្ចព្រមព្រៀងនៃបទឈប់បាញ់តាំងពីថ្ងៃទី28ខែកក្កដាហើយនឹងថ្ងៃទី7ខែសីហាហ្នឹង
បើតាមនោះមានចំណុចមួយគឺចំណុចដែលទុកឲ្យសមត្ថកិច្ចរបស់គណៈកម្មការព្រំដែនចម្រុះ JBC អីហ្នឹងជាអ្នកសម្រេចបើសិនជាសម្រេចមិនបានមានគណៈកម្មការមួយទៀតគឺ J អឺ GBC អីអញ្ចឹងគណៈកម្មការរដ្ឋមន្ត្រីថៃផ្នែកយោធាការពារជាតិអីអញ្ចឹងណាអញ្ចឹងកម្ពុជាបកស្រាយនេះនៅក្នុងន័យថាអត់មានផែនការជំលះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យដោយអ្វីជាការទៀមទារបស់ថៃទេអញ្ចឹងទៀមទាឲ្យថៃថាសុំឲ្យទុកស្ថានភាពនេះអនុវត្តឬទុកឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន JBC ជាអ្នកសម្រេចទៅព្រោះអីបើសិនជាសម្រេចបែបនេះវាខុសពីសមត្ថកិច្ចអីអញ្ចឹងហើយកម្ពុជាចាត់ទុកថារឿងនេះគឺជារឿងស្មុគស្មាញដែលពិបាកសម្រេចព្រោះអីថៃប្រជាពលរដ្ឋថៃក៏មានរស់នៅក្នុងអាស្រ័យផលលើដីខ្មែរដែរនៅក្នុងតំបន់ព្រៃច័ន្ទនិងតំបន់ភូមិជោគជ័យនោះបាទអញ្ចឹងសរុបសេចក្តីមកគឺតំបន់ព្រៃច័ន្ទនិងតំបន់ជោគជ័យនេះគឺនឹងមានភាពចម្រូងចម្រាសគ្នាយ៉ាងសម្បើមហើយបើកម្ពុជាអះអាងបែបនេះមិនមានផែនការតាមអ្វីដែលថៃចង់បានថៃច្បាស់ណាស់គឺថៃគេចង់ពជាពេលប៉ុន្តែតើពជាពេលកិច្ចប្រជុំហ្នឹងនឹងអូសបន្លាយពេលវេលានេះកាន់តែយូរប៉ុណ្ណាយើងចាំមើលតទៅទៀតតែជំហររបស់កម្ពុជាក៏បានឃើញផ្សាយតាមគេហទំព័ររបស់កងទ័ពជើងគោករបស់កម្ពុជាជាពិសេសគឺខាងយុទ្ធភូមិភាគ5ដែលមានលោកមេបញ្ជាការទ័ពកៅសំអូនហ្នឹងដែលលោកបានថ្លែងសារដូចនេះទៅខាងភាគីថៃហើយតើភាគីថៃគេព្រមឬយ៉ាងណាអានឹងរឿងគេប៉ុន្តែកម្ពុជាគាត់បានបញ្ជាក់ចំហគាត់បែបនេះថាតំបន់នេះគឺមានភាពចម្រូងចម្រាសគ្នាហើយប្រទីងបន្ទងគ្នាបើថៃចោតខ្មែរថាខ្មែរនៅក្នុងដីថៃក៏រស់នៅអាស្រ័យផលលើដីខ្មែរដែរតើបើសិនជាជំលះតែខ្មែរឬក៏ថៃយ៉ាងម៉េចទៅវិញតែថៃអត់ខ្វល់ទេថៃគេគិតថាតំបន់ព្រៃច័ន្ទនិងតំបន់ជោគជ័យគឺជាដីកម្មសិទ្ធិថៃ 100% ហើយកម្ពុជាទៅបោះទីតាំងលំនៅហ្នឹងតាំងពីសម័យក្រោយសង្គ្រាមខ្មែរក្រហមមកម៉េះហើយថៃគេថាគេឲ្យដីហ្នឹងជាជំរំជនភៀសខ្លួនដើម្បីឲ្យនៅបដោះអាសន្នទេប៉ុន្តែក្រោយមកកម្ពុជាអ្នកភូមិហ្នឹងចេះតែនៅរហូតអត់ព្រមរើចេញខ្ញុំថាការអះអាងរបស់ថៃនេះក៏មានភាពស្រាលដែរស្រាលត្រង់ថាបើយើងជាម្ចាស់រដ្ឋអធិបតេយ្យហើយប្រជាពលរដ្ឋខ្មែរទៅរស់នៅលើដែនអធិបតេយ្យរបស់ខ្លួនដោយខុសច្បាប់ហេតុអីយើងអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែររស់នៅបានរាប់សិបឆ្នាំដូច្នេះនេះគឺជាលេសនយោបាយទេបើសិនជារឿងបច្ចេកទេសយើងដោះស្រាយគ្នាយូរទៅហើយយើងឲ្យប្រជាពលរដ្ឋហ្នឹងដោះដូរឬក៏ទៅនៅទីណាដែលជាទីអធិបតេយ្យរបស់ខ្លួនហេតុអីបានជាមានរឿងកើតឡើងដូច្នេះរឿងនយោបាយបែបនេះគឺតតែមានបញ្ហានយោបាយបានដោះបានបើរឿងបច្ចេកទេសដោះមិនកើតទេឥឡូវថៃកំពុងតែយករឿងព្រំដែនជារឿងនយោបាយដែរដូច្នេះដូចខ្ញុំបានជម្រាបអញ្ចឹងរឿងព្រំដែនបើរឿងបច្ចេកទេសស្រួលដោះស្រាយទេតែបើរឿងនយោបាយដោះមិនចេញទេហេតុអីបានជាដោះមិនចេញព្រោះថៃយកផែនទីຂະຫນាតលើ150,000ដែលគូដោយឯកតោភាគីកម្ពុជាយកផែនទីຂະຫນាតលើ200,000ដែលមានសំអាងទៅលើកិច្ចឬក៏សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907តើយើងទៅនិយាយគ្នាយ៉ាងម៉េចទៅត្រូវបើមួយយកគោមួយយកទៅក្របីទៅនិយាយគ្នាហ្នឹង